សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយករឿងរ៉ាវរបស់អធិរាជមួយអង្គដែលសោយរាជនៅវ័យក្មេងបំផុតហើយក៏ជាអធិរាជចុងក្រោយរបស់ប្រទេសចិនផងដែរតោះឥឡូវយើងចូលសាច់រឿងយើងតែម្ដងទៅជាទូទៅនៅពេលដែលយើងនឹកឃើញដល់ពាក្យថាអធិរាជគឺមានន័យថាជាមនុស្សដែលមានសិទ្ធិអំណាចធំជាអ្នកដឹកនាំប្រទេសមានទ្រព្យសម្បត្តិស្តុកស្ដម្ភហើយនឹងជាអ្នកដែលមានអ្នកបម្រើចាំបម្រើឆ្វេងស្ដាំប៉ុន្តែចំពោះរឿងនេះគឺខុសពីអីដែលអ្នកគិតទាំងស្រុងដោយសារតែអធិរាជអង្គនេះគឺជាមនុស្សដែលអត់មានអំណាចអ្វីទាំងអស់គឺមានតែឈ្មោះថាជាអធិរាជប៉ុន្តែគ្មានសិទ្ធិគ្មានសេរីភាពក្នុងការធ្វើអ្វីដែលខ្លួនឯងចង់ធ្វើហើយអ្វីដែលជាពិសេសទៀតនោះគឺអធិរាជអ្នកនេះគឺជាក្មេងប្រុសដែលមានអាយុត្រឹមតែ2ឆ្នាំតែប៉ុណ្ណោះហើយឈ្មោះរបស់គាត់គឺពូយីនៅក្នុងឆ្នាំ1908អធិរាជខ្វាងស៊ូបានស្លាប់ភ្លាមហើយនៅពេលនោះរាជវង្សឈិងក៏មិនមានអ្នកស្នងតំណែងដែរធំពេញវ័យដែរដូច្នេះហើយមន្ត្រីរាជវាំងក៏បានជ្រើសរើសក្មេងប្រុសម្នាក់ដែលមកពីគ្រួសាររាជវង្សដូចគ្នាហើយក្មេងប្រុសម្នាក់នោះគឺពូឈីដែលមានអាយុត្រឹមតែ2ឆ្នាំតែប៉ុណ្ណោះហើយមូលហេតុសំខាន់គឺពួកមន្ត្រីនឹងចង់គ្រប់គ្រងរាជកិច្ចជំនួសព្រះអង្គដែលលើកព្រះអង្គវ័យក្មេងធ្វើជាស្ដេចនឹងគឺគិតថាជាក្មេងដល់ដឹងអីងាយស្រួលគ្រប់គ្រងងាយស្រួលបញ្ជាតាមចាត់ហើយចំពោះជីវិតរបស់ស្ដេចនៅក្នុង Forbidden City ឬក៏ជាកន្លែងដែលស្ដេចស្នាក់នៅអញ្ចឹងណាមើលពីក្រៅទៅគឺជាកន្លែងដែលមានធំស្តុកស្ដំជាកន្លែងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់រស់នៅកន្លែងហ្នឹងប៉ុន្តែសម្រាប់ពូយីវិញគឺវាអត់ដូចចឹងទេទាំងអស់គ្នាពូយីកន្លែងហ្នឹងគឺជាកន្លែងដែលបិទសិទ្ធិសេរីភាពរបស់គាត់ហ្មងគាត់អាចចេញក្រៅបានមិនអាចជួបក្មេងៗនៅខាងក្រៅលេងមួយគ្នាបានជីវិតរបស់គាត់គឺដូចជាអ្នកទោសចឹងមានគេចាំខ្លងមើលគ្រប់ពេលហើយអត់អាចធ្វើអ្វីតាមដែលចិត្តខ្លួនឯងចង់ធ្វើបានទៀតដោយសារតែអំណាចពិតប្រាកដគឺអត់ស្ថិតនៅក្នុងស្ដេចពូយីទេគាត់គ្រាន់តែជាអធិរាជដែលគេលើកមកមានតែឈ្មោះគឺជាអាយ៉ងរបស់មន្ត្រីហើយអ្នកដែលគ្រប់គ្រងអីពិតប្រាកដគឺជាម្ដាយរបស់គាត់ទេហើយនឹងពួកមន្ត្រីសំខាន់ផ្សេងទៀតចំពោះការសម្រេចកិច្ចការផ្សេងគឺស្ដេចអត់មានសិទ្ធិធ្វើអីទាំងអស់ឥឡូវយើងក៏លេចមកមើលនៅខាងក្រៅប្រទេសចិនវិញគឺកំពុងតែមានការផ្លាស់ប្ដូរប្រជាជនគឺចង់បញ្ចប់របបប្រជានិយមហ្នឹងណាហើយក៏ចង់បង្កើតប្រទេសថ្មីដែលប្រជាជននឹងជាផ្ដាល់ភាពឲ្យប្រជាជនជាធំអញ្ចឹងណាដែលសារពួកគេគិតថារបបដែលរាជានិយមពីមុនហ្នឹងគឺវាចាស់កម្រិលពេកហើយវាមិនស័ក្តិសមនឹងសម័យកាលនឹងថ្មីទេណាមួយដោយសារតែប្រជាជនវាអស់ជំនឿទៅលើអធិរាជដោយសារតែបរាជ័យគ្រប់យ៉ាងបាត់បង់ទឹកដីផងមានបញ្ហាជាច្រើនដែលធ្វើឲ្យប្រជាជនខកចិត្តនៅឆ្នាំ1911ការបោះបោះវូចាន់ក៏បានផ្លាស់ប្ដូរប្រទេសទាំងមូលហ្មងខេត្តជាច្រើនបានប្រកាសប្រឆាំងជាមួយនឹងរាជវង្សឈិងហើយការបដិវត្តន៍ឈៀហៃក៏បានកើតឡើងក្នុងការប្រឆាំងនោះគឺមានទាហាននិងប្រជាជនជាច្រើនបានចូលរួមដែលជាហេតុធ្វើឲ្យរាជវង្សឈិងនឹងអត់អាចទប់ស្កាត់បានទេហើយនៅពេលនោះមានមនុស្សម្នាក់ដែលមានឥទ្ធិពលយ៉ាងខ្លាំងបំផុតឈ្មោះរបស់គាត់គឺយ៉ានស៊ីកៃគាត់គឺជាមេបញ្ជាការទាហានហើយនឹងជាអ្នកនយោបាយផងដែរដែលគាត់គឺមានកងទ័ពស្ថិតនៅក្នុងការគ្រប់គ្រងរបស់គាត់ផងដែរយ៉ានស៊ីកៃនឹងគឺត្រូវបានហៅចាញ់ពីការចូលនិវត្តន៍ដើម្បីអីគឺទៅជួយសង្គ្រោះរាជវង្សហើយយ៉ានស៊ីកៃនឹងគឺគាត់បានមានកិច្ចព្រមព្រៀងមួយដែលកិច្ចព្រមព្រៀងនោះគឺអនុញ្ញាតឲ្យពូយីរក្សាឈ្មោះជាអធិរាជនិងរស់នៅក្នុងរាជវាំងរបស់គាត់កន្លែងដែលស្ដេចស្នាក់នៅប៉ុន្តែគឺបោះបង់អំណាចចោលគ្មានសិទ្ធិធ្វើអ្វីទាំងអស់នេះមានន័យថាពូយីនឹងគឺត្រូវចុះចាញ់ពីបល្ល័ង្កដោយសារតែគេនឹងចង់ផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងថ្មីហើយប៉ុន្មានឆ្នាំក្រោយមកពូយីត្រូវបានចាញ់ពីកន្លែងដែលគាត់ស្នាក់នៅពីមុនដូចជារាជវាំងអញ្ចឹងណាហើយពេលនោះគាត់ក៏បានចេញមកខាងក្រៅ
ជាលើកដំបូងដោយយើងដឹងស្រាប់ហើយគឺជីវិតគាត់គឺគេអត់អនុញ្ញាតឲ្យគាត់ចេញទៅណាទៅណីតាមចិត្តទេហើយគាត់ក៏ត្រូវរៀនរស់ធ្វើជាមនុស្សធម្មតាអត់មានការងារធ្វើគ្មានអ្នកបម្រើគ្មានអំណាចអ្វីទាំងអស់គ្រប់យ៉ាងគឺផ្លាស់ប្ដូរទៅជាមនុស្សធម្មតាទាំងអស់ហើយបន្ទាប់មកជីវិតរបស់គាត់គឺកាន់តែពិបាកទៀតដោយសារអីគាត់រស់នៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាលថ្មីគឺថាត្រូវបខំឲ្យចូលរួមក្នុងកិច្ចការសង្គមអញ្ចឹងណាដោយគ្មានសិទ្ធិអីទាំងអស់គឺធ្វើទៅតាមការប្រកបវិជ្ជារបស់គេហើយគាត់ក៏ជាឧបករណ៍ដែលគេប្រើប្រាស់ក្នុងនយោបាយក្នុងសម័យជប៉ុនកាន់កាប់ដែរហើយក្រោយសង្គ្រាមលោកលើកទី2គាត់ក៏ត្រូវបានចាប់ខ្លួនដោយកងទ័ពសូវៀតហើយក៏បានបន្ទាប់មកក៏ត្រូវបានប្រគល់ទៅឲ្យរដ្ឋាភិបាលចិនថ្មីវិញរឿងរបស់ពូយីគឺបានបង្រៀនយើងថាអំណាចអាចបាត់បង់បានគ្រប់ពេលឋានៈក៏មិនប្រកាសថាធ្វើឲ្យយើងសប្បាយចិត្តមានសេរីភាពដែរហើយជីវិតរបស់យើងគឺអាចផ្លាស់ប្ដូរបានភ្លាមៗដោយយើងអាចនឹកស្មានដល់